Thực đấyអ្នកអរគ្នាថ្ងៃនេះខ្ញុំនឹងលើកយកនៅវីដេអូមួយដែលទាក់ទងទៅនឹងសត្វមាន់ទឹកដែលវាធ្វើទៅបុកពងអញ្ចឹងហើយខ្ញុំក៏ដែលបានឃើញទៅបុកមាន់ទឹកវាពងមិនដែរហើយក៏វាធ្វើយ៉ាងម៉េចដែរប៉ុន្តែរដូវនេះជារដូវដែលមាន់ទឹកគាត់មាន់ទឹកគេវាជាប្រភេទសត្វស្លាបអញ្ចឹងដែលយើងចិត្តផុតពូជឯនៅស្រុកយើងអត់ឃើញទេអញ្ចឹងហើយនេះវាធ្វើទៅបុកពងនៅលើដើមម្ជូរសណ្ដាន់ដូចនៅក្នុងព្រែកហ្នឹងខ្ញុំក៏បានប្រទះឃើញហើយខ្ញុំក៏បានថតជាវីដេអូដើម្បីមកបង្ហាញបងប្អូនឲ្យស្គាល់អំពីប្រភេទសត្វស្លាបមួយយ៉ាងដែរជាប្រភេទស្លាបមាន់ទឹកអញ្ចឹងហើយពងរបស់វាហើយនឹងរបៀបធ្វើមុខរបស់វាតើវារស់នៅបែបម៉េចអញ្ចឹងហើយហ្នឹងឯងជាទូទៅសម្បុករបស់វាវាធ្វើដូចជាសម្បុកឡឡកដែរហើយពងរបស់វាហ្នឹងវាដូចជាពី5ទៅ6គ្រាប់ដែរពងរបស់វាហើយតែមើលតាមដានថាវារយៈពេលប៉ុន្មានថ្ងៃនៃការភ្ញាស់នៃពងមាន់ទឹកហ្នឹងតែវាអាចស្លាបពងហ្នឹងបានប្រហែលថ្ងៃអញ្ចឹងណាហើយនេះចម្លែកដែរវានៅលើព្រែកនៅក្នុងដើមសណ្ដាន់អ្នកខ្លះអត់ដឹងខ្ញុំអត់ស្មានតែអឺសម្បុកសត្វធម្មតាដែរតែទើបតែឃើញវាស្លាបពងតែឥឡូវមកតាមដានទស្សនាជាមួយខ្ញុំនឹងការចែករំលែកនៅវីដេអូអំពីសត្វបក្សីប្លែកៗហើយនឹងដែលរស់នៅក្នុងកម្ពុជាយើងហ្នឹងគឺមានសត្វប្រភេទច្រើនដែលជាប្រភេទសត្វដែលយើងរូបសត្វដែលយើងមិនស្គាល់អស់អញ្ចឹងណាសូម្បីតែខ្ញុំធ្លាប់តែបាញ់នៅកាលនៅពីតូចធ្លាប់ដាក់អន្ទាក់ដាក់អីអញ្ចឹងទៅដល់ពេលខ្ញុំក៏នៅតែអត់ចង់ស្គាល់ឈ្មោះវាដែរអញ្ចឹងណាទើបតែចឹងតាមកម្មកម្មទស្សនាហើយនឹងតាមដានហើយកុំភ្លេចជួយ like ជួយ follow channel YouTube អូនខ្មែរក៏ផងដើម្បីតាមអានចំណេះដឹងហើយនឹងចែករំលែកនៅប្រភេទសត្វផ្សេងៗហើយនឹងចំណេះដឹងផ្សេងៗដែលខ្ញុំអាចចែករំលែកបន្តបានអញ្ចឹងណាអរគុណច្រើនសម្រាប់ការទស្សនានិង subscribe channel YouTube អូនខ្មែរក៏ចឹងតាមកម្មកម្មទស្សនាហើយនឹងតាមដានហើយកុំភ្លេចជួយ like ជួយ follow channel YouTube អូនខ្មែរក៏ផងដើម្បីតាមអានចំណេះដឹងហើយនឹងចែករំលែកនៅប្រភេទសត្វផ្សេងៗហើយនឹងចំណេះដឹងផ្សេងៗដែលខ្ញុំអាចចែករំលែកបន្តបានអញ្ចឹងណាអរគុណច្រើនសម្រាប់ការទស្សនានិង subscribe channel YouTube អូនខ្មែរក៏អរគុណជម្រាបលា